មហាជនជាច្រើនមានការរិះគន់យ៉ាងខ្លាំងចំពោះព្រះសង្ឃឡុងចន្ទថាក្រោយពីព្រះសង្ឃឡុងចន្ទថារូបនេះតែងតែបួសហើយសឹកហើយបួសវិញជាច្រើនលើកច្រើនសាររហូតដល់3ទៅ4ដងឯណោះប៉ុន្តែព្រះសង្ឃអង្គនេះនៅតែមិនខ្វល់ខ្វាយនឹងពាក្យសម្ដីអ្នករិះគន់ឡើយសំខាន់ព្រះសង្ឃអង្គនេះមាននិស្ស័យនិងព្រះពុទ្ធសាសនាបន្ទាប់ពីមានមជ្ឈដ្ឋានមួយចំនួនបានរិះគន់ជុំវិញរឿងរ៉ាវការបួសរបស់លោកសឹកហើយបួសហើយសឹកជាច្រើនលើកនោះស្រាប់តែពេលនេះភិក្ខុឡុងចន្ទថាដែលជាអតីតព្រះធម្មកថាដ៏ល្បីឈ្មោះនោះដែលធ្លាប់ត្រូវបានខាងមហានិកាយបង្ខំឲ្យផ្សឹកនិងមិនឲ្យបួសវិញជាដាច់ខាតក្រោយពីមានរឿងអាស្រូវឆាតជាមួយនឹងស្រីស្នេហ៍លួចតាក់ទងជាមួយនឹងស្រីស្នេហ៍ជាច្រើនលើកច្រើនសារហើយព្រះសង្ឃអង្គនេះស្រាប់តែចុងក្រោយនេះបានលេចព្រះភ័ក្ត្រក្រុងស្បង់ជីវរជាថ្មីក្នុងភេទព្រះសង្ឃវិញតែខាងគណៈធម្មយុត្តនិកាយនិងកំពុងគង់នៅវត្តមួយក្នុងខេត្តតាកែវដោយភិក្ខុឡុងចន្ទថាបានបញ្ជាក់យ៉ាងច្បាស់ថាព្រះអង្គមិនខ្វល់ខ្វាយនឹងការរិះគន់វាយប្រហាររំខាននោះទេអ្វីដែលសំខាន់ការបួសហើយសឹកហើយបួសនេះព្រោះតែជាកម្មលិខិតឬនៅជាប់និស្ស័យនឹងព្រះពុទ្ធសាសនាដូច្នេះព្រះអង្គគិតថាមួយជីវិតនេះប្រហែលជាព្រះអង្គមិនសឹកទៀតនោះទេនិងមិនយកប្រពន្ធដោយគេនោះទេគឺគ្មានអ្វីកើតឡើងនោះឡើយព្រះអង្គនឹងបួសជារៀងរហូតហើយព្រះអង្គនឹងធ្វើពិធីបំបួសមួយជីវិតក្នុងពេលឆាប់នេះបងប្អូនខ្មែរមួយចំនួនប្រហែលជាស្គាល់ច្បាស់ហើយនៅព្រះសង្ឃដ៏ល្បីឈ្មោះគឺឈ្មោះថាឡុងចន្ទថាដោយព្រះសង្ឃអង្គនេះបានសឹកចំនួន3ដងរួចទៅហើយសឹកនេះគឺបានដើរលេងសប្បាយចូលខារ៉ាអូខេផឹកស៊ីស្រីញីអូនបងបន្ទាប់ពីចាយលុយអស់ក៏បានមកសុំបួសឡើងវិញសារជាថ្មីផងដែរបន្ទាប់ពីសឹកហើយបួសហើយវិញជាច្រើនដងស្រាប់តែពេលនេះមហាជនជាច្រើនផ្ទុះការវែកញែកនិងនិយាយខ្លាំងទៅលោកថាប្រហែលជាមិនមានការងារធ្វើទេហើយបានជាមកសំបួសហើយសឹកហើយបួសវិញនេះបងប្អូនប្រហែលជាដឹងហើយថាឡុងចន្ទថាបាទគាត់បានបែកធ្លាយសារសម្លេងមកជាមួយនឹងស្រីស្នេហ៍ជាច្រើនលើកច្រើនសារដោយនៅក្នុងនោះបែកធ្លាយសារហើយស្រាប់តែបាទព្រះសង្ឃក៏ដូចជាគណៈកម្មការវត្តក៏ដូចជាបាទថ្នាក់លើនឹងបាទចាប់លោកផ្សឹកមិនឲ្យបួសវិញទៀតនោះទេបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីផ្សឹកបានបាទចំនួន3ដងស្រាប់តែពេលនេះព្រះសង្ឃដែលល្បីខាងតាក់ទងស្រីរូបនេះបាទក៏ទៅសុំបួសឡើងវិញបាទជាលើកទី3ផងដែរបងប្អូនទាំងអស់គ្នាបាទបន្ទាប់ពីការបួសនេះបាទគឺមានការរិះគន់យ៉ាងខ្លាំងបាទថាលោកនឹងបាទមិនចេះរកស៊ីអីទេមកទៅបានបាទសឹកឲ្យបួសឲ្យសឹកនឹងវិញបាទអញ្ចឹងទេគឺពិតជាបាទប្រជាជនខ្មែររិះគន់នឹងហួសចិត្តខ្លាំងមែនទែនបាទចំពោះព្រះសង្ឃឡុងចន្ទថាតាមពិតទៅព្រះសង្ឃឡុងចន្ទថានេះបាទគឺគាត់រៀនធម៌វិន័យបានល្អខ្លាំងមែនទែនបាទការទេសនារបស់លោកអប់រំរបស់លោកក៏ល្អដែរប៉ុន្តែបាទលោករៀងខូចបន្តិចបាទខូចសម្ដីអាក្រក់បាទហើយតាក់ទងស្រីអញ្ចឹងទៅបាទទើបធ្វើឲ្យបាទខាងគណៈកម្មការវត្តបាទរៀបចំលោកក៏ផ្សឹកបាទដែលមិនឲ្យលោកនឹងបួសវិញទេប៉ុន្តែបាទលោកបាយជាទៅលួចបួសនៅខេត្តតាកែវណានោះវិញបងប្អូនទាំងអស់គ្នាបាទអញ្ចឹងទេបងប្អូនមានពាក្យពេចន៍អ្វីបាទខមមិននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាបាទសូមខមមិនបាទ